នេះហើយគឺជារឿងពិតដែលបរិសុទ្ធអ្នកបានលើកដៃរបស់គាត់អស់រយៈពេល49ឆ្នាំដោយមិនដាក់វាចោលឡើយនេះបើយោងទៅតាមគាត់ផ្ទាល់តែម្ដងឆ្នាំដំបូងនៃការលើកដៃរបស់គាត់គឺពិបាកបំផុតហើយគាត់ត្រូវស៊ូទ្រាំនឹងការឈឺសាច់ដុំរាល់ថ្ងៃហើយថែមទាំងពិបាកកេងលក់ទៀតផងទោះយ៉ាងណាគឺគាត់បានជំនះវារហូតដល់បានជោគជ័យរហូតដល់គាត់លែងមានអារម្មណ៍ឈឺនិងលែងមានអារម្មណ៍នៅក្នុងការចាក់ដៃរបស់គាត់ហើយរហូតមកដល់ពេលនេះទោះបីជា Alberti ចង់ដាក់ដៃរបស់គាត់ចោលក៏ដោយក៏គាត់មិនអាចដាក់ដៃចោលបានផងដែរដោយសារតែដៃរបស់គាត់ស្ថិតនៅក្នុងទីតាំងថេរអស់រយៈពេលយ៉ាងយូរសាច់ដុំដៃរបស់គាត់គឺចោះខ្សោយយ៉ាងខ្លាំងនិងបាត់បង់ភាពរឹងមាំពណ៌ឈាមនិងសរសៃប្រសាទគឺដំណើរការមិនប្រក្រតីហើយប្រសិនបើគាត់ព្យាយាមដាក់ដៃរបស់គាត់ចោះវិញវាអាចនឹងបាក់ឆ្អឹងជាមិនខានតែគេក៏គិតថាគាត់ស្គួតដែរហើយក៏គិតថាគាត់នឹងអាចលើកដៃយូររហូតដល់ថ្នាក់នេះដែរពេលពេកលើកដៃខ្លួនឯងរហូតដល់ដាក់ចោះវិញលែងកើតគឺជាករណីពិតរបស់កលៀននុបដ្ឋាយិកាម្នាក់ដែលមានឈ្មោះថា Emily ដែលធ្វើការនៅក្នុងមន្ទីរពេទ្យវេនយប់ឆ្នាំ2023របាយការណ៍ប៉ូលីសបានបង្ហាញពីអាថ៌កំបាំងយ៉ាងខ្មៅងងឹតរបស់នាងវាចាប់ផ្ដើមដោយអ្នកជំងឺម្នាក់ដែលមានឈ្មោះថា David ជាស្ថាបត្យករអាយុ28ឆ្នាំដែលបានសម្រាកនៅមន្ទីរពេទ្យបន្ទាប់ពីគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ Emily គិតថា David សង្ហាហើយសង្ហាពេករហូតដល់យប់មួយនាងបានទៅជិតក្រេ David នាងបានចាក់សារធាតុម្យ៉ាងចូលទៅក្នុងសរសៃឈាមរបស់ David មិនមែនជាថ្នាំដែលធ្វើឲ្យយើងគេងស្រួលទេស្រាប់តែ David មានអារម្មណ៍ថានៅក្នុងខ្លួនប្រាណរបស់គាត់ចាប់ផ្ដើមស្ពឹកនៅក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះគាត់មិនអាចធ្វើចលនាសាច់ដុំបានឡើយមិនអាចសម្បីតែព្រិចភ្នែកតែខួរក្បាលរបស់គាត់អារម្មណ៍របស់គាត់គឺនៅតែដំណើរការគាត់ដឹងខ្លួនហើយក៏ស្រាប់តែនៅក្រោមពន្លឺដ៏ខ្មៅស្រអាក់បន្ទាប់មក Amelia បានបាត់វ៉ានណងជុំវិញក្រេរបស់គាត់ហើយ20នាទីក្រោយមកនាងបានរំលោភ David មិនអាចធ្វើអ្វីបានទេបានតែត្រឹមសម្លឹងមើលពីដានតែប៉ុណ្ណោះ David មិនមែនជាមនុស្សប្រុសដំបូងឡើយក្រោយមកក្រុមអ្នកស៊ើបអង្កេតបានរកឃើញជនរងគ្រោះជាបុរសយ៉ាងតិច5នាក់ផ្សេងទៀតដែលធ្លាប់ឆ្លងកាត់សកម្មភាពដូច David គិតទៅកលៀននុបដ្ឋាយិកាស្រីសោះមានអញ្ចឹងទៀតណោះធ្លាប់តែឃើញកលៀននុបដ្ឋាយិកាស្រីធ្វើការនៅវេនយប់គឺគេខ្លាចតែនេះវិញគឺអត់ខ្លាចសោះហ្មងPink Flame ឬមួយក៏ Pink Fire គឺជាទឹកពណ៌ផ្កាឈូកហើយយើងប្រហែលជាធ្លាប់ឃើញវីដេអូនៃយន្តហោះទម្លាក់ទឹកពណ៌ផ្កាឈូកពេលដែលមានភ្លើងឆាសរាលដាលខ្លាំងធ្ងន់ធ្ងរពេលដែលវាធ្លាក់មកលើដីអ្វីដែលនៅចំវិញនោះគឺនឹងទទួលសម្ពាធយ៉ាងដំណំសូម្បីតែឡាននិងដើមឈើដោយសារតែវានោះមិនមែនជាប្រភេទទឹកធម្មតាទេវាគឺជាប្រភេទលបាយគីមីធ្ងន់ដែលធ្លាក់ពីលើអាកាសរាប់រយហ្វីតឆ្នេះវារងសម្ពាធយ៉ាងធ្ងន់ធ្ងរពេលធ្លាក់មកក្រោមតែវាត្រូវបានគេហៅថាជាទឹកដែលការពារការរាលដាលភ្លើងវាចាំបាច់ត្រូវតែបង្កើតឡើងរបាំងដែលធ្វើឲ្យភ្លើងឆេះរាលដាលយឺតនឹងជួយបញ្ឈប់មិនឲ្យរាលដាលតែមើលយូរៗទៅដោយពណ៌ក្រហមមិនទេទឹកនឹងក៏ប៉ុន្តែយ៉ាងណាក៏គេនៅតែហៅវាថាជា Pink Fire ឬមួយក៏ Pink Flame